កម្រងរងចាក់ពីមុនណាថាធ្វើតែមួយទេដល់ពេលឥឡូវត្រូវបរិទ្ធធ្វើ13និយាយប្រាប់ទាំងអស់គ្នាតាមត្រង់ហ្មងទៅដោយសារតែខ្ញុំផ្ដោតលើផលិតផលសម្រាប់ក្មេងនិងផលិតផលសម្រាប់មនុស្សធំហើយជាពិសេសគឺសមិទ្ធផលមួយទៀតគឺគ្រឿងទេសហើយខ្ញុំមកដែរគាត់ថាខ្ញុំនឹងធ្វើបានទេណាអ្នកទាំងអស់គ្នាពេលដែលយើងទៅប្រទេសគេគឺវាស្រួលទេត្រូវអត់ចាមានលុយមានវីសាទៅធ្វើអវ៉ាន់នៅគេព្រូប៉ុន្តែនៅពេលដែលយើងចង់ទាញដៃគូសហការខ្នាតយក្សចូលមកសហការនៅក្នុងប្រទេសយើងវិញហើយជាពិសេសធ្វើឲ្យគេទុកចិត្តយើងអានឹងទៅជារឿងដែលលំបាកដូចថ្ងៃនេះអញ្ចឹងនៅពេលដែលដៃគូសហការខាងប្រទេសចិនរបស់ខ្ញុំគាត់ចុះមកឃើញទីតាំងរោងចក្រក៏ដូចជាទីកន្លែងដែលខ្ញុំដាក់ឲ្យផលិតផលក្មេងចាគឺគាត់សប្បាយចិត្តហ្មងនៅពេលដែលគាត់បានមកដល់ឃើញសមិទ្ធផលក៏ដូចជាទីតាំងជាក់លាក់ហើយគាត់មកដល់ហ្នឹងចំពេលដែលខ្ញុំទិញដីបរិយាបន្ថែមទៅលើទីតាំងឃ្លាំងក៏ដូចជារោងចក្រណាអញ្ចឹងគាត់ថាប៉ុណ្ណឹងគឺធំមែនតើហើយខ្ញុំក៏ឲ្យបានមើលប្លង់ showroom ក៏ដូចជាទីតាំងដើម្បីដាក់ម៉ាស៊ីនជាដើមហើយម៉ាស៊ីនគឺមានភាពស្មុគស្មាញប៉ុន្តែនៅពេលដែលយើងយកវាទៅដាក់តាមប្លង់ហើយយើងរៀបចំមានក្បួនខ្នាតហើយមានស្តង់ដារចេះតើគ្នាចាំអត់មើលម្ដងទៀតតើការតាំងចិត្តនិងការធ្វើរបស់ជានឹងបានដល់កម្រិតណាហើយមូលហេតុអ្វីបានផលិតផលក្មេងក៏ជាយកមកផលិតនៅក្នុងស្រុកខ្មែរចេះតើគ្នាខ្ញុំសូមបញ្ជាក់បន្តិចដោយសារតែថ្លៃដឹកមានតម្លៃខ្ពស់ហើយណាមួយវត្ថុធាតុដើមនៅក្នុងការផលិតខោទឹកនោមក៏ដូចជាគ្រឿងប្រើប្រាស់របស់ក្មេងពេលដែលយើងមានរោងចក្រដើម្បីដំឡើងខ្លួនឯងទៅតម្លៃក៏វាកាត់បន្ថយទៅតាមនឹងទៀតហើយបើ quality វិញមិនមែនទទួលស្គាល់តិចស្ថាប័នទេ quality រោងចក្រដែលយើងធ្វើគឺសុទ្ធតែនាំចេញបានទៅទូទាំងពិភពលោកផលិតផលនីមួយៗគឺសម្រិតសម្រាំងដូចជាខោទឹកនោមរបស់ Beng ទាំងអស់គ្នាគឺទទួលស្គាល់ដល់ទៅ3ស្ថាប័នរួមមានស្ថាប័នបារាំងអង់គ្លេសហើយនិងអាល្លឺម៉ង់យើងទទួលបាន certificate real បញ្ជាក់ពិតហើយជាពិសេសគឺមេដាយមាននៅក្នុងការទទួលស្គាល់ពីដុកទ័រនៅតាមស្ថាប័ននីមួយៗតែពេលនោះដូចជាអាប់សង់អត់បានមកជាមួយនឹងដុកទ័រហើយនឹងអ្នកតំណាងខាងបារាំងតែគាត់ថា certificate ដូចទាំងអស់គ្នាឃើញអញ្ចឹងគឺ3ច្បាស់លាស់ពិតអញ្ចឹងការថតរូបអនុស្សាវរីយ៍បានតែជាមួយដុកទ័រខាងអាល្លឺម៉ង់ហើយនិងដុកទ័រខាងអង់គ្លេសទេហើយពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនខោទឹកនោមក៏ដូចជាសាឡេអនាម័យគឺមានភាពស្មុគស្មាញតែនៅពេលដែលយើងធ្វើបានជោគជ័យគឺធានាថានៅក្នុងស្រុកខ្មែររបស់យើងខ្ញុំការ៉ង់ទីឲ្យមានតម្លៃល្អពិសេសហើយវិសាលភាពនៃការផ្គត់ផ្គង់ស្តុកឲ្យមានចំនួនច្រើនហើយទាំងអស់គ្នានឹងងាយស្រួលរកទិញជាងមុនអានេះគឺយើងព្យាយាមអស់ហើយណាអ្នកទាំងអស់គ្នាអានេះពីខ្ញុំទៅគឺប្រឹងប្រែងអស់តាំងពីកម្លាំងកាយកម្លាំងចិត្តចាដាក់ទៅអស់ហើយធនធានសង្ឃឹមថាអ្នកទាំងអស់គ្នានឹងនៅតែគ្រប់គ្រងហើយជាពិសេសអ្នកដែលគាត់ប្រឹងប្រែងដាំដុះបង្កើតនៅផលិតផលដើម្បីជាតិសាសន៍យើងរឿងខ្លះមិនមែនផ្ដោតតែលើផលចំណេញមួយមុខហើយយើងអត់មានគោលដៅយើងទៅមុខរួចទេរបស់ខ្លះគឺត្រូវការទាំងលុយទាំងកម្លាំងការតាំងចិត្តនិងឆន្ទៈមោះមុតហើយម៉ាស៊ីនខោទឹកនោមនេះវិញចាគឺលក្ខណៈថាវាស្វែងប្រវត្តិហើយវាផលិតបានច្រើននៅរយៈពេល1ម៉ោងទៅ1ម៉ោងហើយក៏មិនជួបតែរោងចក្ររបស់ខោទឹកនោមទេណារោងចក្រលេសនិងសាប៊ូក៏គាត់មកជាមួយដែរនិយាយចាំទៅខាងគ្រឿងកូនក្មេងគឺពួកគាត់ចាត់ចែងគ្រឿងសម្ភារៈម៉ាស៊ីននេះមកកាផ្លេហើយមុននឹងយើងសម្រេចចិត្តថាយកគ្រឿងទាំងអស់នឹងមកផលិតនៅស្រុកខ្មែរចាអ្នកទាំងនេះមិនដឹងទេដោយសារតែយើងឆ្លងកាត់ feedback ជាច្រើនអាវ៉ាន់ហ្នឹងគឺយើងលក់ដាច់ខ្លាំងហើយជាពិសេសតម្លៃរបស់វាក៏សមរម្យអញ្ចឹងណាអញ្ចឹងហើយខ្ញុំគិតថានៅពេលដែលមានសង្វាក់ផលិតនៅក្នុងស្រុករបស់យើងចាយើងអាចកាត់បន្ថយថ្លៃដឹកហើយនិងថ្លៃដើមបានមកកម្រិតហើយមែនឥឡូវហ្នឹងលក់ថ្លៃណាបងប្អូនគ្នាឥឡូវហ្នឹងក៏តម្លៃវាគឺសមរម្យដែរបើធៀបទៅនឹងខោទឹកនោមនៅលើទីផ្សារគឺការតាសារបស់យើងគឺលំដាប់ថប់ដែរហ្នឹងអ្នកណាទិញទៅក៏តាសាដែរខ្ញុំហ៊ាននិយាយចឹងហ្មងចឹងហើយតនមានឱកាសយើងចាំការទៀតហើយអ្វីដែលខ្ញុំមានមោទនភាពនោះចាគឺនៅពេលដែលគាត់បានមកដល់គាត់កាន់តែមានទំនុកចិត្តលើយើងទាំងដែលពីមុនណាអ្នកទាំងគ្នាហើយចង់និយាយថាគាត់រកស៊ីទៅនៅស្រុកគាត់ក៏គាត់ដឹងយកលុយទៅណាហើយណាមួយគាត់គឺជាម្ចាស់រោងចក្រធំដែលផលិតសាប៊ូលេហើយនិងខោទឹកនោមខ្នាតយក្សនៅស្រុកចិនចាឥឡូវនេះពួកគាត់បានក្លាយជាដៃគូសហការរបស់យើងហើយចាហើយពាក់ព័ន្ធជាមួយនឹងឃ្លាំងនេះផងដែរនៅទីតាំងដែលយើងកំពុងតែជន់នេះគឺជាកន្លែងដែលយើងត្រូវរៀបម៉ាស៊ីនហើយចាក់សាបឲ្យត្រូវតាមប្លង់និងស្តង់ដារនៃរោងចក្រអញ្ចឹងយើងអាចចាយពេលប្រហែលជា1ខែអីទៀតព្រោះថាម៉ាស៊ីនរបស់យើងកំពុងតែដាក់ការកម្មង់ហើយយើងមកនេះដើម្បីចាត់តាំងនៅក្នុងការឈរជើងរបស់ម៉ាស៊ីនចាត្រូវដាក់កន្លែងណាអញ្ចឹងទៅយើងនាំគ្នាគិតគូរប្រវែងឲ្យហើយអើយអ្នកទាំងអស់គ្នាចាបើសួរថាហត់អត់ចាការងារនេះគឺហត់ខ្លាំងណាស់តែហេតុអីបានខ្ញុំត្រូវធ្វើចាដោយសារតែខ្ញុំត្រូវបំពេញសន្យាខ្ញុំមិនអាចធ្វើអីមួយនិយាយឲ្យទៅរួចពីមាត់ហើយអត់មានសកម្មភាពទេខ្ញុំសន្យាថាខ្ញុំនឹងសាងសង់រោងចក្រគឺខ្ញុំត្រូវតែធ្វើព្រោះថាអ្នកទាំងអស់គ្នាដឹងចរិតខ្ញុំស្រាប់ហើយទោះបីធ្វើត្រដាប់ត្រដុះប៉ុណ្ណាក៏ដោយសំខាន់លើការតាំងចិត្តទេអញ្ចឹងបើយើងមានឆន្ទៈមោះមុតបដិញ្ញាថាបានគឺបានហើយបើសួរថាការចំណាយមិនដែរចាអូយហូរចេញដូចតើការចំណាយមកដល់ពេលនេះអត់មានដែនកំណត់ទេណាខ្ញុំសូមបញ្ជាក់ចាចេញវូហ្មងហើយទីតាំងកន្លែងខ្ញុំឈរនេះក៏មានជាដាវយន្តផងដែរកន្លែង showroom ដែលយើងដាក់តាំងផលិតផលសម្រាប់ភ្ញៀវហើយជាពិសេសគឺយើងមានអគារសម្រាប់ឲ្យបុគ្គលិកក៏ដូចជា AD ស្នាក់នៅចាហើយនៅចុងនោះបងប្អូនគឺខ្ញុំទិញបរិយាបន្ថែមសារតែខ្ញុំត្រូវធ្វើរោងចក្រពាក់ព័ន្ធជាមួយនឹងការផលិតគ្រឿងទេសចាអញ្ចឹងហើយយើងបែងចែកពីតំបន់ផ្សេងគ្នាអើយចាកាន់តែជ្រៅទៅអញ្ចឹងក្នុងវីដេអូនេះបងប្អូនមកមើលត្រួសហើយណា
ហើយបើនិយាយពីជាងវិញគឺបុកទាំងយប់ទាំងថ្ងៃមានពេលសម្រាកទេនិយាយទៅគឺយើងបុកធ្វើច្រើនផ្នែកក្នុងពេលតែមួយហ្មងហើយយើងនឹងចាប់ផ្ដើមរើសបុគ្គលិកជាច្រើនរយនាក់ដើម្បីយកមកធ្វើការណាពីព្រោះអីរោងចក្រយើងធំហើយតម្រូវការក៏ច្រើនទៅតាមនឹងដែរហើយក៏អរគុណបងម្ចាស់ brand ធំយាយចាំមិនថាធំមិនថាតូចទេមិនថាសាមញ្ញមិនថាគាត់ល្បីល្បាញចាគាត់បានព្យាយាមតាក់ទងមកខ្ញុំនៅក្នុងការផលិតផលិតផលក៏ដូចជាការចែករំលែកបទពិសោធន៍ផ្សេងអញ្ចឹងហើយក៏អរគុណមែនទែនសម្រាប់ទំនុកចិត្តហើយជាពិសេសខ្ញុំអត់លាក់ទេហើយរីករាយនៅក្នុងការចែករំលែករាល់អ្វីដែលបងឆ្ងល់ណាពីព្រោះថាបទពិសោធន៍នៅក្នុងការធ្វើរោងចក្រនេះមានន័យថានៅពេលដែលខ្ញុំកាន់តែដើរទៅមុខបទពិសោធន៍ខ្ញុំក៏កាន់តែមានដែរចាហើយទាំងអស់គ្នានេះគឺជាផ្ទៃដីដែលខ្ញុំទិញបន្ថែមទៀតដើម្បីពង្រីកទៅលើការផលិតគ្រឿងទេសផ្សេងចាធ្វើមិនទេបើយើងជ្រុលហើយអូយហើយដល់កូនចៅតាមបាំងឆាត់ឲ្យនោះនិយាយថាកវីក្បត់ពេញនឹងដោយសារតែខ្យល់ពេកហើយគ្នាផឹងទប់ណាស់ដែរហ្នឹងខ្លាចមេក្តៅយាយចំកន្លែងដែលយើងត្រូវផលិតនៅតែក្រាលសាបទេចាពាក់ព័ន្ធជាមួយបន្ទប់ទឹកហ្នឹងក៏ហើយបានស្ទើរតែថា 99% ដែរអញ្ចឹងហើយយើងចាំតែថ្ងៃថាម៉ាស៊ីនយើងមកដល់ទេពួកយើងនឹងចាប់ផ្ដើមតេស្តនឹងធ្វើការចែកម្លែកទៅកាន់បងប្អូនចាបច្ចៈមិនមែនតែសម្ភារៈក៏ដូចជាគ្រឿងប្រើប្រាស់របស់កូនក្មេងទេចា skin care គ្រឿង make up ក៏យើងទទួលផលិតទាំងអស់ហើយសូម្បីតែសម្បកនៅក្នុងការវេចខ្ចប់ក៏យើងទទួលផលិតដែរអញ្ចឹងមានន័យថាក៏យើងធ្វើលក្ខណៈខ្នាតធំដើម្បីឲ្យបងប្អូនយើងកាន់តែមានឱកាសការងារហើយជាពិសេសនឹងព្យាយាមឲ្យ brand យើងកាន់តែល្បីល្បាញចាហើយពេលនោះហើយគឺជាពេលដែលយើងអាចពឹងទ្រូងទៅលើឆាកអន្តរជាតិបាននិយាយចាំទៅយើងស្មោះត្រង់ឲ្យទ្រាំតិចទៅណាចាកយើងនឹងចាមើលទៅរូបរាងពាក់សាមញ្ញអញ្ចឹងណាប៉ុន្តែរោងចក្រធំក្នុងដែនក្រុង5ទេហើយមុននឹងបែកគ្នានឹងក៏យើងមាន dinner ជុំគ្នាផងដែរ